ទី1សម្រាប់នាងខ្ញុំដែលនាងខ្ញុំបានថតរឿងមានសតនេះហើយមានផលវិបាកជាច្រើនតែនាងខ្ញុំពីមុនមកមិនដែលធ្លាប់ឆ្លងកាត់ក្នុងហ្នឹងគឺចង់ឲ្យយើងស្ដែងមើងម៉ាត់ឲ្យលក្ខណៈជាមនុស្សប្រុសអត់ញ៉េយកអីដូចគេដូចឯងលក្ខណៈអីត្រឹមត្រូវហ្មងបាទពេលនៅកំឡុងនិយាយថាពេលយើងនៅក្រៅយើងធ្វើអីបានគ្រប់យ៉ាងហើយធម្មតាយើងចិត្ត make up បងដល់ពេលហ្នឹងមានដាន់ make up ទេអីទេហើយតែចង់ឲ្យសក់ហ្នឹងហើយហ្មងសេបងតែថាកុំផាត់មុខឲ្យសោះចាគាត់ថាគាត់ចង់និយាយថាគាត់ចង់ឲ្យពេលដែលយើងថតឲ្យក្នុងរឿងហ្នឹងបាច់ make up ទេទាំងអស់ដល់ពេលមានមួយវគ្គមួយហ្នឹងគឺឲ្យយើងហ្នឹងស្អាតឥតខ្ចោះហ្មងចង់ឲ្យទស្សនិកជនគាត់មើលមកថាអូកន្លែងនេះគឺស្អាតអូមែនទេលីលីក៏ស្អាតដែរតួខ្ញុំជាតួថ្មីសាឡាងហ្មងអត់ដែរធ្លាប់សម្ដែងអត់ដែរធ្លាប់អីទាំងអស់និយាយទៅពិបាកណាហើយអត់តែចង់និយាយថាអត់ចេះយំទេមិនដែរគាត់ប្រាប់រហូតដល់ខ្ញុំចេះយំចាអត់និយាយអីឲ្យសម្ដែងអីយំងាកទៅយំបានគ្នាហ្មងគាត់ប្រាប់ខ្ញុំថាពេលដែលយើងសម្ដែងយើងមិនចាំប្រឹងបាច់ទេគាត់ឲ្យយើងបញ្ចូលអារម្មណ៍ឲ្យយើងសម្ដែងឲ្យយើងពេលតែទឹកភ្នែកយើងត្រូវស្រក់អីយើងមិនប្រឹងពេកណាខ្ញុំចាំពាក្យគាត់ផងហ្នឹងហ្មងហើយចង់ដឹងថាសាច់រឿងនេះទៅជាយ៉ាងណាសូមបងប្អូនប្រិយមិត្តទូរទស្សនិកជនទាំងអស់តាមដានទាំងអស់គ្នាហើយជួយដាក់បន្ទុកឲ្យសាច់រឿងនេះផង